ស្ងាត់នាំគ្នាតាណាទៀតហើយពីអ្នកប្រូនឹងសេនេះឥឡូវចាំអត់ចង់វីដេអូតែចាំប្រាប់ថាស្ងាត់គឺលួចមកតែ2នាក់ម្ដងកន្លែងឆ្ងាញ់បងប្អូនសម្រាប់អ្នកដែលចង់រសជាតិបែបក្តៅក្រហាយឆ្ងាញ់លក្ខណៈថាបែបហិលហោះអីចឹងណាថ្ងៃមុនមកម្ដងហើយតែមក4នាក់ដល់ពេលថ្ងៃនេះការងារហើយអត់ក៏មានអារម្មណ៍ថាឃើញលើឃ្លានត្រីដុតអំបិលអីចឹងហើយបុកហិលណាហើយក៏បានមកកន្លែងចែនៅទល់មុខផ្សារទួកោឥឡូវបានមកដល់ហើយសំខាន់មកស្ងាត់ឲ្យឆងស្មានតែចាយបិទតបតាមពិតគេឡើងរៀបចំខាងក្នុងមកដល់ក៏ថតចូលដល់ក្នុងផ្ទះម្ចាស់ផ្ទះដឹងដល់មកគេមកឃើញមកឡើងញាប់អោហ្មងហើយមនុយមុនគេហ្នឹងគឺអត់ចោលទេចាសាច់ជ្រូកអាំងបាយដំណើបហើយនឹងបុកហុងយើងហ្នឹងមកមុនយើងញ៉ាំបដាសិនទៅតម្រាំតែត្រីឆ្អិនអញ្ចឹងណាបងអូនឆ្ងាញ់មិនឆ្ងាញ់មើលទៅដឹងហើយគឺយើងកំងបុករួមឥឡូវថៃមកដល់ហើយខ្ញុំញ៉ាំបានប្រភេទត្រីក្រហមធម្មតាជាមនុស្សដែលចូលចិត្តត្រីទេវាឆ្អែបអីចឹងប៉ុន្តែត្រីកន្លែងចែអូនតនីឲ្យថាអត់ឆ្អែបទេឆ្ងាញ់ហ្មងព្រោះនេះអត់ចេះញ៉ាំត្រីផងនៅញ៉ាំបានចូលតែមកតនីចេះញ៉ាំទៀតអានេះវីដេអូមកកាមុនមក4នាក់តែនេះលួចមក2នាក់ចឹងស្មើឃើញវីដេអូចេញងាប់ហើយបងប្អូននិយាយទៅនៅក្នុងនេះគឺបងគាត់ថត review ពីមុខហាងមកនេះគឺតាំងពីការធ្វើម្ហូបនិយាយទៅក្រៅពីត្រីដុតក្រៅពីបុកល្ហុងអីហ្នឹងមានម្ហូបកំងដែរបែបថៃរសជាតិបែបថៃចឹងណាបងអូនចឹងហិលសាបចង់ក្តៅកាហាយប៉ុណ្ណាគឺយើងអាចកំងបានតាមចិត្តតែបាយឆាគេឆ្ងាញ់បងអូនហើយទៅវគ្គមុនគឺញ៉ាំបាយឆាអានេះបាយឆាម្រាប់ប្រើរសជាតិហិលតិចដាក់ពងមាន់ជៀនមកក្របអីចឹងណាហើយមើលពូយើងវិញនេះចង់និយាយថាទឹកមុខឆ្ងាញ់មិនឆ្ងាញ់មើលទឹកមុខពូទៅដឹងហើយគឺថាឆ្ងាញ់មិនឆ្ងាញ់គឺបង្ហាញនៅលើទឹកមុខមកនេះគឺបាយឆាគាត់បុកល្ហុងអីចឹងណាបងប្អូនគ្រាន់ឃើញទឹកក្រូចឆ្មាហ្នឹងគឺសក់ទៅមកអីចឹងណាឥឡូវយើងមកមើលបន្តទៀតនេះឃើញអត់បុកល្ហុងចាប់ដើមចេញរូបរាងហើយនិយាយថាប្លុកនេះអត់មានអីក្រៅពីរឿងស៊ីចុកដើរលេងបុកតាពីហ្នឹងទេបងអូនហើយតែអាហ្នឹងគឺប្លុកយើងដើរលេងហ្មងហើយចង់និយាយថាបុកល្ហុងវគ្គមុនណាបងអូនហើយខ្ញុំអ្នកញ៉ាំហិលហើយណាតែសាមុនភ្លេចប្រាប់ចាយមកហើយហិលហោះហ្មងនេះដល់វគ្គចាយបាយតំណើបវគ្គមុននេះវគ្គមុនតែរសជាតិឆ្ងាញ់បងអូនបាយតំណើបគឺតន់ព្រោះចាយនឹងបងក៏ធ្លាប់នៅថៃដល់ពេលអញ្ចឹងម្ហូបរសជាតិនេះគឺបានមកពេញចិត្តហ្មងឆ្ងាញ់ខ្លាំងណាស់គ្រាន់តែ review នេះគឺទឹកមាត់ស្រក់មកខ្ញោកចង់ទៅម្ដងទៀតអីចឹងណាហើយនិយាយពីថាកាពះបើវាចេះចេងវាចេងងាប់ហើយហិលរហូតលោកហើយនេះគឺ review ថៃដតនឹងកាហ្នឹងទៅញ៉ាំហើយក៏ខ្ចប់មកចឹងណាបងប្អូនដោយសារតែការទៅហ្នឹងគឺចាយគាត់បើកហាងចឹងទៅគាត់ promotion ឲ្យបងអូននេះចឹងណាហើយតាំងពីនោះមកក៏ចប់ចិត្តថៃដតម្ដងឯហ្នឹងនេះឥឡូវប្រហែលជាមិនយូរទៀតទេបានទៅទៀតអញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តញ៉ាំបុកល្ហុងបែបថៃម្ហូបកំងបែបថៃហើយនៅប្រភេទត្រីដុតអំបិលដែរអត់មានក្លិនឆ្អែបមានរសជាតិឈ្ងុយឆ្ងាញ់អាចទៅរកហាងចេអូនបាននៅទៅមុខផ្សារទូកកដានីត្រីដុតអូខេតឥឡូវកុំឲ្យចាំយូរទៅរកឥឡូវក៏បានដែរប្លុកហ្នឹងចប់តែប៉ុណ្្នឹងឯងបាយបាយ